សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបញ្ចូលអំពីកូដនិងគំនិតនៃកូដនៃការគ្រោត API Laravel ជាមួយនឹង Postman ឥឡូវខ្ញុំនឹងទៅ explain កូដដែលខ្ញុំបានបង្កើតដោយសារតែខ្ញុំបានសរសេរវារួចហើយអញ្ចឹងខ្ញុំទៅ explain ពីគំនិតមួយកូដហើយខ្ញុំនឹងទៅតេស្តវានៅក្នុង Postman ឥឡូវខ្ញុំចូលទៅក្នុងកូដហើយនៅក្នុងនេះដែរគឺយើងត្រូវតែចាំបាច់ត្រូវតែមាន database ដែលយើងធ្វើការ update ដោយកាត់ជាមួយនឹងសារ database ខ្ញុំនឹងអូរមើលឈ្មោះនេះ database របស់ខ្ញុំមានឈ្មោះ school ហើយក្នុងនោះដែរគឺយើងធ្វើការប្រើជាមួយនឹង route ជាមួយនឹងmodel ហើយនឹង controller ខ្ញុំទៅ explain ពី concept code នៅក្នុង controller ខ្ញុំចូល item នៅក្នុងនេះផងដែរគឺយើងត្រូវការ import app ចេញពីក្នុង model function ទី1គឺ index return db table item get មានថាយើងធ្វើការកាត់ទទួលយកមានថាធ្វើការទៅចាប់យក table item ដែលមានទិន្នន័យដែលមាននៅក្នុង table item ទាំងអស់ហើយ function ទី2គឺ show id គឺយើងប្រើដើម្បីចាប់យកទិន្នន័យដោយ specific ទៅលើ id នីមួយៗដែលយើងមានតាម variable item ហើយយើង db table item យើង find row id ហើយយើងសិក្សាលក្ខខណ្ឌ if បើសិនជា item នឹងអត់មានទេឲ្យ response message not found error 404ហើយបើសិនជាវាមានឲ្យវា response item នឹងចេញមកហើយចំពោះ function មួយទៀតគឺការបង្កើតមានថាការ create new ទិន្នន័យចូលទៅក្នុង database ជាមួយគឺខ្ញុំបង្កើត function store ហើយនៅក្នុងនោះគឺមាន request ហើយនឹង parameter របស់វារបស់វាគឺ request ដែរក្នុងនោះគឺខ្ញុំមាន name ខ្ញុំមាន table របស់ខ្ញុំគឺមាន entity វា name ហើយ description ហើយនឹង price ហើយខ្ញុំឲ្យទិន្នន័យរបស់វានឹងគឺ length របស់វាគឺ250ហើយវាជាប្រភេទ string ហើយ price វាជាប្រភេទ numeric ហើយខ្ញុំធ្វើការដាក់ id របស់វាគឺ parameter variable id ហ្នឹងគឺ db table item ហើយ insert get id យើងមាន name មាន description មាន price មាន create add ហើយមាន table អាហ្នឹងមើលថាវាមាន function ណាមើលថាយើងបង្កើតនៅពេលវេលាណាគឺវា generate ទៅម៉ោងនឹង realize ហើយយើងធ្វើការ response ទៅលើ message បើសិនជាវា create success គឺវាចេញដាក់ថា create success ហើយ function ទៀតគឺ update ហ្នឹងគឺដូចគ្នាដែរគឺយើង specific ទៅលើ unique id ដែលយើងធ្វើការ update ទិន្នន័យដែលយើងមាននៅក្នុង database ដែលយើងធ្វើការចាប់យក id update ទៅលើឈ្មោះហើយ description ហើយ price ហើយនឹង update add ដែលយើង update វាហ្នឹងហើយយើងធ្វើការ return message update successful ហើយមួយទៀតហ្នឹងគឺ function ក្រោយគឺ function destroy គឺយើង destroy ទៅលើទិន្នន័យដែលវា unique ដែរគឺយើង specific ទៅលើ id គឺយើងធ្វើការ find new id គឺយើងធ្វើការលុបទិន្នន័យដែលយើងមាន return message row item នឹងអត់ឃើញដោយ404គឺដូចគ្នាជាមួយនៅលើដែរហើយយើងមួយទៀតគឺយើង return ទិន្នន័យដែលយើងរកឃើញហ្នឹងគឺយើងធ្វើការ delete ដោយ specific ទៅលើ id ហើយទៀតគឺយើង return message success full delete ហ្នឹងហើយចំពោះនៅក្នុងmodel គឺយើងមានទេគឺយើងគ្រាន់តែ save command line php artisan make model ហើយដាក់ឈ្មោះទៅលើទិន្នន័យដែលឈ្មោះលើ file ដែលយើងចង់បានដូចខ្ញុំដាក់ item ហើយខ្ញុំដាក់ dot extension របស់វាគឺ .mfs ហ្នឹងគឺមានថាវាធ្វើការបង្កើតនៅ factory item របស់យើងមួយមានថាវាធ្វើការ return ទៅលើ name ហើយវាបង្កើតទិន្នន័យ fake ឲ្យយើងនៅក្នុងហ្នឹងមានថាខ្ញុំចង់បានទិន្នន័យ fake ចំនួនប្រមាណនៅក្នុងហ្នឹងគឺខ្ញុំធ្វើការ set នៅក្នុង factory ហ្នឹងហើយ migrate ហ្នឹងគឺជា table ដែលយើងចង់បង្កើតនៅ column មួយគេខ្លះនៅក្នុងហ្នឹងមាន id មាន string មាន name ហើយមាន description ហើយមាន price file sheet យើងហ្នឹងគឺជា
យើងប្រើដើម្បីបង្កើតនៅទិន្នន័យ fake ចំនួនដែលយើងចង់បានយើងចង់ឲ្យទិន្នន័យនឹងបង្កើតចំនួន5 10គឺអាស្រ័យទៅលើយើងអ្នកសិតនៅក្នុងនោះដែរហើយចំពោះនៅក្នុង route app ហ្នឹងគឺយើងធ្វើការសរសេរ route ទីមួយគឺយើងធ្វើការ route.get item ហើយយើងហៅខ្លះitem controller ខ្លះហើយ index នេះគឺជា function យើងដែលយកមកពី controller ហើយ function get គឺយើងប្រើដើម្បីចាប់យក data ទាំងអស់ហើយ route.post item create item class store គឺមានន័យថាយើងធ្វើការ post ហ្នឹងគឺយើងធ្វើការបង្កើតឬក៏បង្កើតនៅ data ថ្មីគឺថាយើងធ្វើការបង្កើតនៅ data ថ្មីចូលទៅក្នុង data របស់យើងដោយមាន function store ហើយ get នេះគឺយើង get specific ទៅលើ ID ដែលយើង slash ID ដែលយើងនឹងធ្វើការសូននៅ ID ដែលយើងចង់បង្ហាញហើយ put ដូចគ្នាគឺយើង update ទៅលើ ID unique ដូចគ្នាដែលមានfunction ឈ្មោះថា update ហើយ delete គឺយើង delete ទៅលើ ID unique ដូចគ្នាហើយ function របស់វាគឺ destroy អញ្ចឹងខ្ញុំនឹងទៅសូហើយតេស្តវាជាមួយនឹងPostman អញ្ចឹងមុនដំបូងខ្ញុំទៅការ run វាសិន PHP Artisan Server ហើយខ្ញុំ run វាក្នុង Postman ហើយខ្ញុំ create request មួយគឺខ្ញុំហាវានៅក្នុង URL អានេះគឺខ្ញុំដាក់ថាget all data ហើយវាសារនឹងវាជា API ជា API ហើយខ្ញុំ item ហើយខ្ញុំទៅការ send នេះទិន្នន័យខ្ញុំចាប់បានall data function ទី1ហើយខ្ញុំ duplicate ទៅលើ unique ID all data unique ហើយខ្ញុំធ្វើការ paste ហើយខ្ញុំចាប់យក ID ហ្នឹងទី4អញ្ចឹងអ្នក result ដែលខ្ញុំទទួលបានពីការកាត់ដោយ ID ខ្ញុំធ្វើការបង្កើតrequest ទៀតគឺខ្ញុំcreate គឺខ្ញុំត្រូវយក method pop ហើយខ្ញុំ paste item ហើយខ្ញុំចូលទៅក្នុង body ហើយខ្ញុំ select យកបារម្ភតែខ្ញុំសូមយកទិន្នន័យនេះនៅក្នុងដើម្បីមក update ដើម្បីមកកត់ថ្មីខ្ញុំបង្កើតនេះយើងបានដាក់ ID វានឹង generate ឲ្យយើងទៅដាក់ឈ្មោះហើយដល់ហើយយើងដាក់វាទៅ function pop ចឹងយើង save វាហើយខ្ញុំ send ដែល result សូថា item របស់យើងគឺបាន create ហើយអញ្ចឹងខ្ញុំនឹងដាក់ ID វា63ហើយខ្ញុំ change ទៅ get ទៅវាដើរនេះ result វាដើរអញ្ចឹងខ្ញុំ change ទៅ put ហើយខ្ញុំនឹងទៅការ function មួយទៀតគឺ delete update put គឺយើងធ្វើដូចគ្នាខ្ញុំ change ទៅ data ហើយខ្ញុំធ្វើការ send អានឹង error ហើយសារយកបានដាក់ ID គឺ unique
success for edit ហើយបន្ទាប់ទៀតគឺយើងធ្វើការកាត់នៅ request delete នេះមាន flag change ឈ្មោះដែលdelete គឺយើងជ្រើសយក method វាគឺ delete តែពី delete ហើយយើង delete គឺ specific ទៅលើ ID ដែរអញ្ចឹងខ្ញុំ delete លេខ hotway នេះ the music success អញ្ចឹងឧស្សាហ៍ខ្ញុំចូលទៅក្នុងកាត់ all data ហ្នឹងហើយខ្ញុំចូលទៅកាត់ unique ហ្នឹងខ្ញុំដាក់ hotway តែគឺ not found អត់មានទេអញ្ចឹងនៅក្នុង postman ដែលខ្ញុំប្រើ feature ទាំងអស់ហ្នឹងគឺវាដើរអញ្ចឹងការ demo ពីគ្រប់ API ជាមួយនឹង Laravel postman ហ្នឹងគឺមានតែប៉ុណ្្នឹងហើយសូមបាយបាយ